កាន់តែក្តៅហើយពិភពលោកនេះប្រែប្រួលហើយចិនរុស្ស៊ីនិងអ៊ីរ៉ង់ធ្វើសម្ពយុទ្ធរួមគ្នាសូមស្ដាប់កញ្ញាពិសីរាយការណ៍ព័ត៌មានចិនរុស្ស៊ីនិងអ៊ីរ៉ង់ចាប់ផ្ដើមសម្ពយុទ្ធរួមគ្នានៅដែនទឹកអាហ្វ្រិកខាងត្បូងចំពេលមានភាពតានតឹងជាមួយអាមេរិកចិនរុស្ស៊ីនិងអ៊ីរ៉ង់បានចាប់ផ្ដើមធ្វើសម្ពយុទ្ធកងទ័ពជើងទឹករួមគ្នារយៈពេលមួយសប្តាហ៍នៅក្នុងដែនទឹកអាហ្វ្រិកខាងត្បូងនៅថ្ងៃសៅរ៍ទី10 ខែមករាឆ្នាំ2026នេះប្រទេសម្ចាស់ផ្ទះបានពណ៌នាសម្ពយុទ្ធនេះថាជាប្រតិបត្តិការ BRICA+ ដើម្បីធានាសុវត្ថិភាពនៃការដឹកជញ្ជូននិងសកម្មភាពសេដ្ឋកិច្ចតាមសមុទ្រសម្ពយុទ្ធនេះប្រមូលផ្តុំដោយកងទ័ពជើងទឹកមកពីប្រទេស BRICA+ សម្រាប់ប្រតិបត្តិការសុវត្ថិភាពដែនសមុទ្ររួមគ្នានឹងសម្ពយុទ្ធអន្តរប្រតិបត្តិការមន្ត្រីយោធាចិនដែលដឹកនាំពិធីបើកការធ្វើសម្ពយុទ្ធបានប្រកាសថាប្រទេសអេស៊ីបនិងអេត្យូពីបានចូលរួមជាអ្នកសង្កេតការណ៍បើទោះបីជាអាហ្វ្រិកខាងត្បូងតែងតែធ្វើសម្ពយុទ្ធកងទ័ពជើងទឹកជាប្រចាំជាមួយចិននិងរុស្ស៊ីក៏ដោយប៉ុន្តែលើកនេះវាកើតឡើងនៅពេលដែលមានភាពតានតឹងកាន់តែខ្លាំងរវាងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងប្រទេស BRICA+ មួយចំនួនរួមទាំងចិនអ៊ីរ៉ង់អាហ្វ្រិកខាងត្បូងនិងប្រេស៊ីលតើសង្គ្រាមលោកទី3នឹងអាចកើតឡើងម្ដងទៀតដែរឬទេបងប្អូនចាំតាមដានព័ត៌មាននេះឲ្យបានដិតដល់ព្រោះអីពិភពលោកឥឡូវមិនដូចពីមុនឡើយមហាអំណាចធំ